សូមជម្រាបសួរដល់លោកអ្នកបងប្អូនសាជាថ្មីលោកអ្នកបងប្អូនមនុស្សរស់នៅលើផែនដីនេះអ្នកខ្លះទទួលបានអ្វីៗជាច្រើនដូចជាទ្រព្យសម្បត្តិដូចជាទូនាទីឋានៈឬអ្វីៗផ្សេងទៀតដែលជាទីគាប់ចិត្តដែលជាទីពេញចិត្តរបស់ផងយើងរបស់មនុស្សជាច្រើនប៉ុន្តែអ្នកខ្លះវិញលោកអ្នកបងប្អូនគឺអត់ទទួលបានអ្វីសោះដែលជាការល្អដែលជាការពេញចិត្តនៅក្នុងជីវិតរបស់ពួកគេក៏ប៉ុន្តែយ៉ាងហោចណាស់ក៏គេទទួលបាននៅជីវិតមួយដែរមែនទេលោកអ្នកបងប្អូនហើយជីវិតនេះគឺមានតម្លៃជាងទ្រព្យសម្បត្តិមានតម្លៃជាងតួនាទីឋានៈអំណាចបុណ្យស័ក្តិឬអ្វីផ្សេងទៀតផងដែរឲ្យតែមានជីវិតគឺមានសង្ឃឹមមែនទេលោកអ្នកបងប្អូនខ្លាចតែអត់មានជីវិតមនុស្សដែលអត់បានមើលឃើញអំពីថាជីវិតគឺសំខាន់នៅពេលដែលគេអត់មើលឃើញជីវិតគឺសំខាន់ហើយគេអត់ទទួលបាននៅអ្វីដែលជាការពេញចិត្តអ្វីដែលជាការល្អធ្វើឲ្យគេតូចចិត្តសូម្បីតែគេមានជីវិតរស់ហើយនោះតែបែរជាគេតូចចិត្តគេរស់នៅហាក់ដូចជាអត់មានសង្ឃឹមគេរស់នៅហាក់ដូចជាអត់មានកម្លាំងពលំដើម្បីខំប្រឹងតស៊ូណាស់ណានីលរស់នៅធ្វើយ៉ាងម៉េចដើម្បីបង្កើនដើម្បីអភិវឌ្ឍខ្លួនទាំងចំណេះដឹងទាំងសមត្ថភាពនិងជីវិតคล้ายជាមនុស្សល្អคล้ายជាពលរដ្ឋល្អคล้ายជាប្តីល្អคล้ายជាឪពុកល្អคล้ายជាកូនល្អคล้ายជាអ្នកដឹកនាំល្អคล้ายជាអ្នកដែលធ្វើការល្អឬក៏คล้ายជាអ្នកជំនួញដ៏ល្អនោះទេតែក៏មានមនុស្សជាច្រើនគេបានជួលអំពីជីវិតនេះថាជីវិតគឺមានសារៈសំខាន់ណាស់បើមានជីវិតទើបអាចនឹងមានអ្វីៗផ្សេងទៀតតែបើបាត់ជីវិតនឹងអត់មានអ្វីៗនោះឡើយចឹងហើយបានជាអ្នកខ្លះយល់អំពីបញ្ហានេះទើបធ្វើឲ្យគេយ៉ាងម៉េចធ្វើឲ្យគេខំប្រឹងធ្វើអ្វីៗសពបែបយ៉ាងនឹងហ៊ានលះបង់អ្វីដើម្បីឲ្យមានជីវិតសិនមែនទេលោកអ្នកបងប្អូនប៉ុន្តែលោកអ្នកបងប្អូនជាអកុសលជីវិតរបស់មនុស្សយើងដែលរស់នៅលើផែនដីនេះឯងគឺរស់នៅពុំបានយូរអង្វែងនោះទេគឺរស់នៅបានតែមួយរយៈពេលខ្លីបណ្ដោះអាសន្ននៅលើផែនដីនេះឯងមិនបានយូររាប់រយឆ្នាំរាប់ពាន់ឆ្នាំទេយ៉ាងយូរ100ឆ្នាំជាងតែប៉ុណ្ណោះយើងបានត្រូវទុំជ្រុះហើយយើងនឹងត្រូវបើអត់មានជំងឺបៀតបៀនណាអត់មានអ្នកពងធ្វើឃាតឬក៏អត់មានគ្រោះថ្នាក់ចរាចរណ៍ឬក៏គ្រោះថ្នាក់ដោយការរំជួយផែនដីឬក៏បន្ទុះភ្នំភ្លើងឬក៏ដោយសារសង្គ្រាមនៅសុខដុមរមនាយើងរស់នៅបានយូររហូតដល់100ឆ្នាំជាងយើងនឹងទ្រុឌទ្រោមបន្តិចម្ដងចាស់បន្តិចម្ដងហើយคล้ายជាទុំជ្រុះបាត់បង់ជីវិតដោយសារចាស់ជរាដែលអត់មានជំងឺក៏ដោយអត់មានអីក៏ដោយជាអកុសលសម្រាប់មនុស្សយើងដែលរស់នៅមួយរយៈពេលខ្លីដោយព្រោះតែមានអំពើបាបនៅក្នុងជីវិតតាំងពីផ្ទៃម្ដាយរបស់យើងមកតាំងពីមនុស្សដើមដំបូងមកដែលព្រះបានបង្កើតលោកអ្នកបងប្អូនហើយអញ្ចឹងនៅថ្ងៃនេះយ៉ាងម៉េចលោកអ្នកបងប្អូននៅថ្ងៃនេះបន្ទាប់ពីយើងបានលាចាកលោកនេះទៅបន្សល់នៅតែភាពសោកស្ដាយអាឡោះអាល័យពីសំណាក់អ្នកដែលនៅរស់បើសិនជាយើងជាមនុស្សល្អជាមនុស្សថ្លៃថ្នូរជាមនុស្សដែលជួយសង្គមគ្រួសារជួយសហគមន៍ជួយប្រទេសជាតិយើងបានច្រើននោះគេសោកស្ដាយគេអាឡោះអាល័យក៏ប៉ុន្តែមួយទៀតបន្ទាប់ពីយើងលាចាកលោកនេះទៅគឺស្លាប់ហើយទៅកាន់លោកខាងមុខឬក៏ពិភពខាងឯវិញ្ញាណតើវិញ្ញាណរបស់យើងនឹងទៅទីណាតើជីវិតរបស់យើងនឹងទទួលបាននៅជីវិតអកាលជនិតឬក៏ស្លាប់អកាលជនិតនៅឋាននរកឬក៏នៅឋានសួគ៌នោះឯង
មានតែពីរតែប៉ុណ្ណោះបើយើងទទួលបាននៅជីវិតអស់កលជានិច្ចគឺបានទៅនៅឯនគរឋានសួគ៌បន្ទាប់ពីស្លាប់កន្លែងដែលសុខសប្បាយគេហៅថាសុខដូចសុខស្ថានបរមសុខឬសុខទេភពតែបើសិនជាយើងអត់រកជីវិតអស់កលជានិច្ចឃើញយើងនឹងស្លាប់អស់កលជានិច្ចដោយរងទុក្ខវេទនាព្រលឹងវិញ្ញាណរបស់យើងបន្ទាប់ពីស្លាប់ធ្លាក់ទៅឋានរងទុក្ខវេទនាជានិច្ចនៅឋាននរកចុះធ្វើដូចម្ដេចដើម្បីឲ្យយើងបានទទួលនៅជីវិតអស់កលជានិច្ចរស់នៅឯនគរឋានសួគ៌ទុកជាមរតកបន្ទាប់ពីស្លាប់នោះទៅនេះជាប្រធានបទមួយដ៏សំខាន់ណាស់ដែលមនុស្សគួរតែចាប់អារម្មណ៍គួរតែយកចិត្តទុកដាក់ពីព្រោះមនុស្សយើងមានជីវិតរស់នៅខ្លីមែនតែនហើយយ៉ាងម៉េចជីវិតរបស់យើងអត់ទៀងទាត់សូម្បីតែមួយថ្ងៃស្លាប់នៅថ្ងៃណាគឺអត់ទៀងទាត់តែត្រូវតែស្លាប់អញ្ចឹងនៅក្នុងបទគម្ពីរដែលយើងនឹងសិក្សាបន្តទៅទៀតគឺដល់មកកពីម៉ាកុសចំពុក10ពីខ13ទៅដល់ខ52មុននឹងសិក្សាសូមអធិដ្ឋានជាមួយក្នុងនឹងខ្ញុំសិនព្រះបិតាអើយគុណសូមអរព្រគុណដល់ព្រះអង្គនៅថ្ងៃនេះបន្តទៀតដែលកូនម្នាក់មានឱកាសដើម្បីសិក្សាព្រះគម្ពីរម៉ាកុសចំពុក10ពីខ13ទៅដល់52បញ្ចប់ខ10នេះចំពុក10នេះសូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានជួយបានសម្ដែងហើយជួយឲ្យទុកមុខយើងខ្ញុំបានយល់បានដឹងហើយជាពិសេសឲ្យបងប្អូនដទៃទៀតបានចាប់អារម្មណ៍អំពីជីវិតអស់កលជានិច្ចនេះពីព្រោះជីវិតរបស់យើងរស់នៅខ្លីបណ្ដោះអាសន្នសូមព្រះបានជួយយើងដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាអាចយល់ហើយបានឮសូមព្រះបានប្រទានពរនៅក្នុងការសិក្សានេះគុណសូមអធិដ្ឋានដល់ទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនលោកអ្នកបងប្អូនទី1តើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងមានបានទទួលជីវិតរស់អស់កលជានិច្ចទុកជាមរតកបន្ទាប់ពីយើងស្លាប់ទៅនៅក្នុងបទគម្ពីរម៉ាកុសចំពុក10ពីខ13ទៅដល់ខ52ប៉ុន្តែចំណុចសំខាន់ទី1មនុស្សយើងមិនអាចពឹងលើអ្វីផ្សេងទៀតក្រៅពីព្រះដើម្បីទទួលបានជីវិតអស់កលជានិច្ចទេចំណុចសំខាន់ទី1មនុស្សយើងមិនអាចពឹងលើអ្វីផ្សេងទៀតក្រៅពីព្រះនោះឡើយខ13ដល់ខ31ខ13ដល់ខ31នេះមានគេនាំក្មេងៗមកតូចមកឯព្រះយេស៊ូវថ្វាយទ្រង់ពរប៉ុន្តែមានពួកសិស្សខ្លះបានបន្ទោសពួកគេដែលនាំក្មេងៗមកពេលនោះព្រះយេស៊ូវទ្រង់មានប្រតិខ្នន់ខ្នាញ់ហើយបន្ទោសពួកគេហើយឲ្យក្មេងៗមកឲ្យព្រះអង្គហើយព្រះអង្គបានអោបកសោបគេបានលើកគេដោយពេញចិត្តលោកអ្នកបងប្អូននៅទីនេះខ្ញុំមិនរាយរាប់ច្រើនទេខ្ញុំគ្រាន់តែចង់បង្ហាញអំពីថាធ្វើយ៉ាងម៉េចដើម្បីទទួលបាននូវជីវិតអស់កលជានិច្ចមនុស្សយើងមិនអាចពឹងលើអ្វីផ្សេងទៀតក្រៅពីព្រះនោះឡើយការទទួលបាននូវជីវិតអស់កលជានិច្ចមិនអាចពឹងលើអ្វីផ្សេងទៀតក្រៅពីព្រះនោះឡើយគេមិនអាចពឹងលើឪពុកម្ដាយដូចជាក្មេងតូចគេមិនអាចពឹងលើអាណាព្យាបាលរបស់គេមិនអាចពឹងលើអ្នកណាផ្សេងទៀតក្រៅពីព្រះជាម្ចាស់គឺព្រះយេស៊ូវនឹងឯងដែលជាអ្នកតំណាងព្រះដែលជារូបអង្គនៃព្រះនោះឯងមិនមែនគ្រាន់តែជាអ្នកតំណាងព្រះតែជារូបអង្គនៃព្រះនោះឯងធម្មតាក្មេងៗត្រូវការពឹងលើឪពុកម្ដាយរបស់គេឬក៏អាណាព្យាបាលរបស់ពួកគេបើសិនជាពួកគេអត់មានឪពុកម្ដាយបីបាច់ថែរក្សាចិញ្ចឹមជីវិតគេត្រូវទ្រង់ជីវិតគេការពារជីវិតគេដើម្បីឲ្យរស់រានមានជីវិតធំឡើងឬគេត្រូវការពឹងលើអ្នកណាផ្សេងទៀតដើម្បីជួយគេអញ្ចឹងនៅទីនេះត្រឡប់មកវិញប្រាប់ថាគេមិនអាចពឹងលើឪពុកម្ដាយអាណាព្យាបាលឬអ្នកផ្សេងទៀតដើម្បីទទួលបាននូវជីវិតអស់កលជានិច្ចនោះទេក្រៅពីព្រះខ13ដល់ខ16រៀបរាប់ពីចំណុចនេះហើយមនុស្សយើងក៏មិនអាចពឹងលើការល្អសិលធម៌សុជីវធម៌គុណធម៌ធម៌វិន័យតាមក្បួនច្បាប់សាសនាតាំងពីតូចឬក៏ពឹងលើទ្រព្យសម្បត្តិក្រៅពីព្រះនោះដែរគេមិនអាចពឹងលើការទាំងអស់នេះដើម្បីទទួលបាននូវជីវិតអស់កលជានិច្ចបានទេក្រៅពីព្រះជាម្ចាស់ខ17ដល់ខ27រៀបរាប់អំពីអ្នកមានវ័យក្មេងម្នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនហើយមានការងារទូនាទីយ៉ាងល្អជាមន្ត្រីទៅទៀតហើយយ៉ាងម៉េចជានិមន្តមន្ត្រីហើយមិនយ៉ាងម៉េចក៏ថាការកាន់តាមបញ្ញត្តិរបស់លោកម៉ូសេកាន់តាមបញ្ញត្តិតាំងពីតូចមកទាំងការគោរពឪពុកម្ដាយក៏បានគោរពតាំងពីតូចការដែល
ជៀសផុតអំពីការអាក្រក់ផ្សេងការឆោបោកការលួចប្លន់ការបោកប្រាស់គេគឺគាត់ធ្វើតាំងពីតូចបូកទាំងគាត់មានទ្រព្យសម្បត្តិទៀតហើយគាត់ចង់បានជីវិតអស់កលជានិច្ចគាត់មកលុតក្រាបទៅចំពោះព្រះយេស៊ូវហើយសួរទៅព្រះយេស៊ូវថាលោកគ្រូល្អអើយតើធ្វើយ៉ាងម៉េចដើម្បីឲ្យខ្ញុំបានក្រងជីវិតរស់អស់កលជានិច្ចទុកជាមរតកហើយព្រះយេស៊ូវបានប្រាប់ថាអ្នកខ្វះកិច្ចការមួយទៀតជាកិច្ចការដ៏សំខាន់គឺត្រូវលក់ទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ចែកដល់អ្នកក្របាទប៉ុន្តែបងប្អូនរាល់គ្នាត្រូវស្ដាប់មិនមែនគាត់ធ្វើកិច្ចការល្អជាច្រើនហើយខ្វះកិច្ចការមួយទៀតដោយលក់ទ្រព្យសម្បត្តិគាត់ខ្លាចជាមនុស្សម្នាក់ដែលទទួលបាននៅជីវិតអស់កលជានិច្ចទេព្រះអង្គមិនទាន់បញ្ចប់ប៉ុណ្្នឹងទេព្រះអង្គបានប្រាប់តទៅទៀតថាលក់ទ្រព្យសម្បត្តិទាំងអស់របស់អ្នករាល់គ្នាចែកទៅដល់អ្នកក្រីក្រហើយបន្ទាប់មកព្រះអង្គប្រាប់ទៀតថាយ៉ាងម៉េចខ្ញុំអានខ21ទៅព្រះយេស៊ូវទ្រង់តបទៅគាត់ដោយស្រឡាញ់ហើយមានបន្ទូលថាអ្នកដែលខ្វះកិច្ចមួយទៀតគឺត្រូវទៅលក់ទ្រព្យលក់របស់ទ្រព្យអ្នកទាំងប៉ុន្មានចែកទានដល់ពួកអ្នកក្រទៅនោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើនគរស្ថានសួគ៌ព្រះអង្គចង់ឲ្យគេមានចិត្តសប្បុរសប៉ុន្តែយ៉ាងម៉េចទៀតរួចផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះព្រះអង្គថាលក់ទ្រព្យសម្បត្តិហើយផ្ទុកឈើឆ្កាងទៀតអ្នកហ៊ានលះបង់ដើម្បីទទួលបានជីវិតអស់កលជានិច្ចអ្នកហ៊ានផ្ទុកឈើឆ្កាងរបស់ខ្លួនហ៊ានព្រមទទួលរងនឹងការរងទុក្ខការបៀតបៀនការវេទនាហើយនឹងភាពអាម៉ាស់ឬក៏ទាំងបាត់បង់ជីវិតហើយដើរតាមព្រះអង្គដែរទេនេះជាអត្ថន័យដើម្បីទទួលបាននូវជីវិតអស់កលជានិច្ចអ្នកហ៊ានស្ដាប់បង្គាប់ព្រះអង្គអ្នកត្រូវពឹងលើព្រះយេស៊ូវជាងពឹងលើអ្វីៗផ្សេងទៀតហើយមកតាមព្រះអង្គមកទទួលព្រះអង្គជាព្រះអម្ចាស់និងព្រះអង្គសង្គ្រោះមកដើរតាមព្រះអង្គដោយហ៊ានលះបង់អ្វីៗទាំងអស់មានន័យថាព្រះអង្គចង់ត្រឡប់មកបញ្ចំពរាថាឲ្យយើងមិនអាចពឹងលើអ្វីៗផ្សេងទៀតទាំងការធ្វើល្អទាំងការធ្វើចិត្តសប្បុរសធម៌ទាំងធ្វើជាមនុស្សល្អជាមនុស្សសុចរិតហើយក៏មិនអាចពឹងទៅលើទ្រព្យសម្បត្តិរបស់យើងដើម្បីទទួលបានជីវិតអស់កលជានិច្ចទុកជាមរតកបន្ទាប់ពីស្លាប់ដែរមានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះគឺព្រះអង្គម្ចាស់យេស៊ូវទើបយើងទទួលបាននៅជីវិតអស់កលជានិច្ចតែគាត់មានចិត្តព្រួយណាស់ដែលលើពាក្យនោះក៏ចេញទៅទាំងក្តីទុក្ខព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់លោកអ្នកបងប្អូនហើយពេលខ្លះមនុស្សទទួលបានអ្វីហាក់ដូចជាសពបែបយ៉ាងមានតួនាទីល្អមានទ្រព្យសម្បត្តិច្រើនហើយមានវ័យក្មេងហាក់ដូចជាមានសុខភាពល្អមានសុភមង្គលមានតម្លៃមានការទទួលស្គាល់ពីសំណាក់មនុស្សផងទាំងឡាយប៉ុន្តែមានអ្វីទាំងអស់នោះលោកអ្នកបងប្អូនហើយគឺមិនទាន់គ្រប់គ្រាន់ទេនៅមានចំណុចសំខាន់មួយទៀតគឺជីវិតអស់កលជានិច្ចបន្ទាប់ពីយើងស្លាប់ទៅអ្នកណាក៏ចង់បានជីវិតអស់កលជានិច្ចដែលខ្មែរយើងច្រើនហៅថាជីវិតអមតៈនៅលើโลกនេះគ្មានអ្នកណាមានជីវិតអមតៈទេត្រូវតែស្លាប់ម្ដងដោយព្រោះមានបាបតែបន្ទាប់ពីស្លាប់ទៅនោះតើយើងទៅណាមានកន្លែងពីរនៅក្នុងបទកាពីដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់មានកន្លែងពីរដែលត្រូវមនុស្សទៅទី1នៅឋានសួគ៌ជាកន្លែងសុខអស់កលជានិច្ចហើយមានជីវិតអស់កលជានិច្ចនៅទីនោះហើយមួយទៀតគឺគេហៅថាស្លាប់អស់កលជានិច្ចរងទុក្ខវេទនាមានជីវិតរស់តែរងទុក្ខអស់កលជានិច្ចនៅឋាននរកគេហៅថាស្លាប់អស់កលជានិច្ចតែព្រលឹងនោះអត់ស្លាប់ទេព្រលឹងមិនចេះស្លាប់ទេអញ្ចឹងលោកអ្នកបងប្អូននេះជាចំណុចសំខាន់ដែលយើងត្រូវការធ្វើយ៉ាងម៉េចដើម្បីទទួលបានជីវិតអស់កលជានិច្ចគឺមិនអាចពឹងលើអ្វីៗផ្សេងទៀតក្រៅពីព្រះអម្ចាស់យេស៊ូវគឺត្រូវពឹងលើព្រះយេស៊ូវទើបទទួលបាននូវជីវិតអស់កលជានិច្ចយើងមិនត្រូវមានចវាយពីរទេប្រាក់ហើយនឹងព្រះព្រោះព្រះអង្គប្រាប់ថាបើអ្នកមានចវាយពីរស្រឡាញ់មួយនិងស្អប់មួយស្មោះត្រង់នឹងមួយហើយមិនស្មោះត្រង់នឹងមួយ
ព្រះអង្គប្រាប់ឲ្យយើងយ៉ាងម៉េចទុកចិត្តទៅលើព្រះជាម្ចាស់ស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបអ្វីៗដែលយើងត្រូវការនៅលើផែនដីនេះព្រះអង្គនឹងប្រទានមកឲ្យថែមទៀតព្រះអង្គជ្រាបពីសេចក្តីត្រូវការរបស់យើងដោយម៉ាថាយចំពុក6 ខ 24 ចឹងត្រូវពឹងលើព្រះគ្រីស្ទនិងដំណឹងល្អរបស់ព្រះអង្គហើយរស់នៅក្នុងជីវិតមួយដែលព្រះអង្គនឹងប្រទានពរឲ្យដើម្បីបានរស់នៅមានជីវិតដែលថ្លៃថ្នូររស់នៅក្នុងជីវិតដែលមានតម្លៃរស់នៅក្នុងជីវិតដែលអាចជួយនៅក្នុងក្រុមគ្រួសារជួយនៅក្នុងសង្គមជាតិយើងបានប្រសើរឡើងជាពិសេសឲ្យបានស្គាល់ព្រះដែលអាចប្រទាននៅជីវិតអកាលជានិច្ចឲ្យយើងបន្តពីស្លាប់ទៅចំណុចទី2ដើម្បីទទួលបានជីវិតអកាលជានិច្ចតែយើងត្រូវធ្វើយ៉ាងម៉េចមនុស្សយើងមិនអាចពឹងលើមធ្យោបាយណាផ្សេងទៀតក្រៅពីបាត់ជីវិតព្រះរាជបុត្រានៃព្រះខ 32 ដល់ខ 34លោកអ្នកបងប្អូនចំណុចសំខាន់ទី1យើងបានដឹងថាមិនអាចពឹងលើមធ្យោបាយណាផ្សេងបានទេក្រៅពីព្រះជាម្ចាស់ឥឡូវនេះយើងបានដឹងទៀតថាយើងមិនអាចពឹងលើមធ្យោបាយណាផ្សេងទៀតក្រៅពីបាត់ជីវិតព្រះរាជបុត្រានៃព្រះលោកអ្នកបងប្អូនយើងបានដឹងថាសូម្បីតែអ្នកមានទ្រព្យសម្បត្តិច្រើនសូម្បីតែគាត់ជាអ្នកដែលធ្វើការល្អតាំងពីតូចតែពិបាកចូលនគរព្រះឬក៏ពិបាកទទួលបាននៅជីវិតអកាលជានិច្ចវាបើសត្វអូនចូលក្នុងរូនមកចូលវាប្រសើរជាងវាងាយជាងនេះព្រះអង្គចង់ប្រាប់ថាតើអ្នកណាអាចធ្វើបានដើម្បីទទួលបានសេចក្តីសង្គ្រោះតើអ្នកណាអាចធ្វើបានដើម្បីប្រទាននៅជីវិតអកាលជានិច្ចទទួលបាននៅជីវិតអកាលជានិច្ចមនុស្សមិនអាចធ្វើកើតទេមនុស្សមិនអាចធ្វើកើតទេតែព្រះទ្រង់អាចធ្វើកើតទាំងអស់នៅក្នុងខ 27 ចំពុក 10 ខ 27ខ្ញុំសូមអាននេះបន្តិចទៀតមុនទៅចូលដល់ចំណុចទី2ដែលខ 32 ដល់ខ 34ព្រះយេស៊ូវទ្រង់តបទៅគេមានបន្ទូលថាការនោះមនុស្សលោកធ្វើពុំកើតទេតែព្រះទ្រង់ធ្វើកើតត្បិតព្រះទ្រង់អាចធ្វើកើតទាំងអស់បានលោកអ្នកបងប្អូនហើយបន្ទាប់មកលោកពេត្រុសបានប្រាប់ថាគាត់លះបង់អ្វីៗទាំងអស់ដើម្បីដើរតាមព្រះអង្គព្រះអង្គថាបើលះបង់ទាំងអស់ល្អហើយនឹងបានព្រះពរ 100% ឡើងទៅប៉ុន្តែមិនមែនន័យថាព្រះអង្គចង់ប្រាប់នេះគឺអ្នកដែលលះបង់ផ្ទះសម្បែងប្រពន្ធកូនពុកម្ដាយនឹងបាន 100% ឡើងមានន័យថាព្រះអង្គមិនបដោតទៅលើយើងខ្លាចជាអ្នកមាននោះទេនៅពេលដែលយើងដើរតាមព្រះអង្គលះបង់តាមព្រះអង្គដូចជាពេត្រុសបានលើកឡើងតមកដល់ខ 31នេះគឺមិនមែនបានខ្លាចជាអ្នកមាននោះទេបើអញ្ចឹងព្រះអង្គឲ្យអ្នកមាននោះទៅលក់ទ្រព្យសម្បត្តិទាំងអស់ចែកអ្នកក្រីក្រទៅអីព្រះអង្គមិនបដោតទៅលើថានៅពេលដែលជឿដល់ព្រះយេស៊ូវខ្លាចជាអ្នកមាននោះទេតែព្រះអង្គចង់និយាយថាព្រះអង្គនឹងប្រទានពរខាងឯព្រលឹងវិញ្ញាណបើអ្នកបាត់បង់គ្រួសារព្រះអង្គនឹងឲ្យគ្រួសារគ្រីស្ទៀនស្វាគមន៍អ្នករាល់គ្នាដូចជាមានគ្រួសារជាច្រើនព្រះអង្គនឹងឲ្យអ្នកបានរស់នៅកន្លែងណាមួយដែលអាចនឹងរស់នៅបានហើយព្រះអង្គប្រទានពរខាងព្រលឹងវិញ្ញាណមួយទ្វេឡើង100 ដង 100% ឡើងទៅលោកអ្នកបងប្អូនខ្ញុំសូមចូលមកដល់ចំណុចទី2ថាមនុស្សយើងមិនអាចពឹងលើមធ្យោបាយណាផ្សេងទៀតក្រៅពីបាត់ជីវិតព្រះរាជបុត្រានៃព្រះនោះឡើយដើម្បីបានជីវិតអកាលជានិច្ចព្រះអង្គតម្រូវមធ្យោបាយតែមួយគត់គឺត្រូវចាត់បញ្ជូនព្រះរាជបុត្រានៃព្រះតែមួយគត់គឺអង្គព្រះយេស៊ូវនឹងឯងឲ្យយាងមកដើម្បីរងទុក្ខនិងសគត់ទៅលើជីវិតឆ្កាងបាត់ជីវិតព្រះរាជបុត្រាដើម្បីឲ្យមនុស្សយើងទាំងអស់បានជីវិតអកាលជានិច្ចគ្មានមធ្យោបាយណាក្រៅពីការប្រគល់ជីវិតព្រះរាជបុត្រារបស់ព្រះអង្គឲ្យមនុស្សលោកធ្វើគុតព្រះអង្គនោះឡើយដើម្បីសេចក្តីសង្គ្រោះដល់មនុស្សដែលមានបាបពីព្រោះនៅក្នុងបទគម្ពីររ៉ូមចំពុក 6 ខ 23បានប្រាប់ថាឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញគឺជាជីវិតអកាលជានិច្ចដោយសារមនុស្សយើងមានបាបត្រូវសងថ្លៃនៃអំពើបាបដែលយើងជំពាក់គឺសេចក្តីស្លាប់តែព្រះបានប្រទានអំណោយទានឲ្យមនុស្សវិញគឺជីវិតអកាលជានិច្ចតាមរយៈអង្គព្រះយេស៊ូវនោះឯងលោកអ្នកបងប្អូនហើយនេះជាផែនការនៃសេចក្តីសង្គ្រោះតាំងពីដំបូងមកព្រះយេស៊ូវទ្រង់ជ្រាបដឹងអំពីរឿងដែលត្រូវកើតមកបន្តិចទៀតដល់ព្រះអង្គទើបព្រះអង្គបានប្រាប់ទៅដល់ពួកសិស្សថា
កំពុងតែដើរតាមផ្លូវឡើងទៅឯក្រុងយេរូសាឡិមនោះព្រះយេស៊ូវទ្រង់យាងមកគេហើយពួកសិស្សមានចិត្តវិលវល់ក៏ដើរតាមទ្រង់ទៅទាំងផិតភ័យទ្រង់ក៏យកពួក12មកម្ដងទៀតចាប់តាំងមានបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ព្រះអង្គថាបន្តិចទៀតនឹងមានរឿងមកដល់ទ្រង់គឺអញ្ចេះមើលយើងឡើងទៅឯក្រុងយេរូសាឡិមនោះកូនមនុស្សគឺសំដៅទៅលើអង្គព្រះយេស៊ូវនោះឯងនឹងត្រូវគេបញ្ជូនទៅឯពួកសង្គ្រាចនិងពួកអាចារ្យគេនឹងកាត់ទោសលោកដល់ជីវិតហើយបញ្ជូនទៅដល់ពួកសាសដតីពួកនោះនឹងចំអកមើលងាយវាយដំនឹងរំពាត់ស្ដោះដាក់ហើយសម្លាប់លោករួច3ថ្ងៃក្រោយដែលស្លាប់ទៅនោះលោកនឹងរស់ឡើងវិញលោកអ្នកបងប្អូនព្រះអង្គជ្រាបដឹងថាព្រះអង្គនឹងត្រូវបញ្ជូនមកតាមផែនការរបស់ព្រះអង្គហើយបន្តិចទៀតដែលព្រះអង្គនឹងទៅក្រុងយេរូសាឡិមនេះនឹងត្រូវបញ្ជូនទៅក្នុងពួកសង្គ្រាចពួកអាចារ្យហើយគេនឹងកាត់ទោសព្រះអង្គដល់ជីវិតព្រះអង្គអត់មានទោសទេព្រះអង្គអត់មានកំហុសទេតែព្រះអង្គគួរអង្គទ្រង់ទៅក្នុងកណ្ដាប់ដៃទៅតាមផែនការរបស់ព្រះបបិតាព្រះជាម្ចាស់ដល់ជីវិតគឺនៅសង្កត់នៅលើឈើឆ្កាងហើយដល់សត្វដតីគឺពួករ៉ូមនឹងឯងពួកគេចំអកមើលងាយដល់ព្រះអង្គពួកគេវាយដំព្រះអង្គនឹងរំពាត់ខ្សែតីដែលវត្តទៅលើខ្នងប្រកាយរបស់ព្រះអង្គឲ្យបកឡើងវិញលបកដល់ជាប់នឹងស្បែកហូរឈាមពេញប្រកាយរបស់ព្រះអង្គហើយគេស្ដោះទឹកមាត់ដាក់ព្រះអង្គហើយគេសម្លាប់ព្រះអង្គតែព្រះអង្គថា3ថ្ងៃទ្រង់រស់ឡើងវិញព្រះអង្គស៊ូរងទុក្ខព្រះអង្គស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញលើរាងកាយរបស់ព្រះអង្គដើម្បីឲ្យយើងបានជាដើម្បីសងនឹងឲ្យធន់នឹងអំពើបាបរបស់យើងដើម្បីដោះយើងឲ្យរួចពីបណ្ដាសានៃអំពើបាបតែលោកអ្នកបងប្អូនហើយសូមកុំអស់សង្ឃឹមព្រះអង្គមិនស្លាប់ជារៀងរហូតដូចជាមនុស្សដទៃទៀតដូចជាអ្នកដឹកនាំសាសនាដទៃទៀតទេនៅលើលោកនេះតែ3ថ្ងៃទ្រង់នឹងមានបញ្ជូនរស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់នេះឯងព្រះអង្គជ្រាបដឹងជាមុនដូច្នេះចូលឲ្យយើងបានមើលឃើញអំពីសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ព្រះរាជបុត្រាដែលលះបង់ជីវិតដើម្បីយើងដើម្បីឲ្យយើងបានជីវិតឱកាសជានិច្ចនេះជាសេចក្តីស្រឡាញ់មួយដ៏ធំបំផុតដែលយើងត្រូវមើលឃើញដូច្នេះយើងគួរតែប្រគុណព្រះអង្គយើងគួរតែឃើញសេចក្តីស្រឡាញ់ពេញដោយប្រគុណរបស់ព្រះអង្គមានចំពោះយើងម្នាក់ៗដែលព្រះអង្គស្រឡាញ់យើងស្មើនឹងជីវិតព្រះរាជបុត្រារបស់ព្រះអង្គហើយយើងត្រូវប្រគុណព្រះអង្គហើយដោយព្រោះតែទ្រង់មានបញ្ជូនរស់ឡើងវិញធ្វើឲ្យយើងទុកចិត្តព្រះអង្គថាព្រះអង្គនេះឯងជាអ្នកដែលមានជីវិតរស់ឡើងវិញមុនដំបូងគេទាំងអស់ហើយជីវិតនោះគឺជីវិតដ៏ឧត្តមជីវិតនោះគឺជារូបជីវិតដែលឱកាសជានិច្ចដែលគ្មានជំងឺមេរោគណាមកបៀតបៀនហើយសេចក្តីស្លាប់ក៏មិនអាចធ្វើទុកបុកម្នេញលើជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទនោះទេព្រះគ្រីស្ទនេះឯងជាគំរូនៃជីវិតរស់ឡើងវិញហើយព្រះអង្គសន្យាថានឹងប្រទានជីវិតឱកាសជានិច្ចដល់អ្នកណាដែលជឿទុកចិត្តដល់ព្រះអង្គដែលជឿលើដំណឹងល្អដែលព្រះអង្គយើងមកសុគតជំនួសបាបលោកអ្នកហើយនឹងខ្ញុំហើយ3ថ្ងៃរស់ឡើងវិញនេះឯងចំណុចសំខាន់មួយទៀតមនុស្សយើងត្រូវពឹងលើសេចក្តីជំនឿផ្ទាល់ខ្លួនពេលមានជីវិតរស់នៅដើម្បីយើងបន្តទទួលនៅជីវិតឱកាសជានិច្ចដែលជាមរតកដែលព្រះរៀបចំទុកឲ្យយើងបន្ទាប់ពីយើងស្លាប់ទៅខ35ដល់ខ52លោកអ្នកបងប្អូនហើយពេលមានជីវិតរស់នៅលើផែនដីនៅឡើយសូមកុំឲ្យដូចយ៉ាកុបហើយនឹងលោកយ៉ូហានជាកូនសេបេដេដែលគាត់មិនទាន់បានយល់នៅបំណងប្រតិព្រះច្បាស់លាស់ពេលនោះគាត់ចង់តែធ្វើជាអ្នកដែលធំនៅពេលដែលព្រះអង្គគង់នៅហើយពេញដោយសេរីល្អនៅក្នុងនគររបស់ផងព្រះគាត់ម្នាក់ចង់អង្គុយខាងស្ដាំម្នាក់ចង់អង្គុយខាងឆ្វេងគាត់អត់ទាន់បានយល់លោកអ្នកបងប្អូនសូមកុំឲ្យមានបំណងចិត្តដូច្នោះហើយនៅពេលលោកទាំងពីរបានយល់ទៅលោកបានរស់នៅក្នុងការដែលពេញដោយសេចក្តីជំនឿទុកចិត្តទៅលើព្រះជាម្ចាស់ពេលដែលពួកលោករស់នៅពួកលោកហ៊ានលះបង់ក្នុងការដែលដើរតាមព្រះយេស៊ូវហើយដើម្បីនគររបស់ព្រះអង្គនិងដំណឹងល្អរបស់ព្រះអង្គពេលយើងកំពុងរស់នៅឡើយលោកអ្នកបងប្អូនកុំរស់នៅដើម្បីតែរស់នៅចង់ធ្វើធំ
ចង់មានឋានៈល្អចង់រស់នៅតែសំណុកសុខស្រួលចង់រស់នៅតែគិតតែពីរឿងមានបានចង់បំពេញតែចិត្តមហិច្ឆតានិងសេចក្តីពងប្រាថ្នាខាងតែអាសច្ឆានឹងអំពើបាបនោះឡើយសូមឲ្យយើងរស់នៅដំបូងគឺត្រូវមានជំនឿទុកចិត្តដល់ព្រះអម្ចាស់យេស៊ូវបើគ្មានសេចក្តីជំនឿมันអាចគប់ប្រតិព្រះជាម្ចាស់បានទេបទកាពីហេព្រើរជំពូក6ជំពូក11ខ6បានប្រាប់យ៉ាងដូចនេះលោកអ្នកបងប្អូនជាការសំខាន់មនុស្សត្រូវមានជំនឿលើព្រះអម្ចាស់យេស៊ូវជាព្រះអម្ចាស់និងព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេដើម្បីទទួលបាននូវជីវិតអស់កលជានិច្ចហើយបន្ទាប់មកគឺយើងត្រូវស្ដាប់បង្គាប់ព្រះអង្គទុកចិត្តព្រះអង្គដើរជាមួយព្រះអង្គនៅការទុកចិត្តនិងការស្ដាប់បង្គាប់ព្រះអង្គលោកអ្នកបងប្អូនទោះបីអត់មានឋានៈតួនាទីខ្ពង់ខ្ពស់ត្រូវបានមនុស្សលើកតម្កើងឡើងអង្គុយកន្លែងល្អអង្គុយកន្លែងមានមុខមាត់កិត្តិយសអត់មានអានងក៏ដោយក៏អត់អីដែរខ្ញុំរស់នៅដោយមានជំនឿទុកចិត្តព្រះអង្គខ្ញុំរស់នៅដោយការស្ដាប់បង្គាប់ព្រះអង្គខ្ញុំរស់នៅដោយការស្រឡាញ់ព្រះអង្គពីព្រោះព្រះអង្គស្រឡាញ់ខ្ញុំជាមុនព្រះអង្គបានលះបង់អ្វីៗទាំងអស់ដោយព្រោះខ្ញុំសូម្បីតែជីវិតព្រះអង្គបើមិនចឹងទេលោកអ្នកបងប្អូននឹងคลายទៅជាមនុស្សមុនត្រឡប់ទៅជាក្រោយហើយមនុស្សក្រោយនឹងត្រឡប់ទៅជាមុនហើយព្រះអង្គបានសន្យាហើយបានបង្ហាញប្រាប់អញ្ចឹងសូមឲ្យមានជំនឿដូចជាលោកបាទីមេដែលជាមនុស្សខ្វាក់ភ្នែកជាមនុស្សខ្វាក់ភ្នែកលោកបានស្រែកយ៉ាងខ្លាំងថាអោព្រះអម្ចាស់នៃលោកដាវីតគឺយ៉ាងម៉េចគឺគាត់សុំតែការបំភ្លឺភ្នែកប្រោះឲ្យព្រះយេស៊ូវសុំឲ្យព្រះយេស៊ូវប្រោះភ្នែកឲ្យគាត់បានភ្លឺភ្នែកតែប៉ុណ្ណោះតើអ្នកចង់ឲ្យខ្ញុំធ្វើអីគាត់ថាសុំឲ្យព្រះអង្គបានប្រោះភ្នែកគាត់ឲ្យបានភ្លឺហើយព្រះយេស៊ូវថាសេចក្តីជំនឿនេះបានសង្គ្រោះអ្នកហើយព្រះអង្គបានផ្ដោតទៅលើមិនមែនគ្រាន់តែព្រះអង្គអាណិតមេត្តាដល់គាត់នៅក្នុងការប្រោះភ្នែកឲ្យគាត់បានភ្លឺនោះទេខាងសាច់ឈាមនោះទេតែព្រះអង្គចង់ឲ្យគាត់បានភ្លឺភ្នែកខាងឯវិញ្ញាណហើយនឹងសង្គ្រោះគាត់ខាងព្រលឹងវិញ្ញាណដែរទើបព្រះអង្គបានមានបន្ទូលថាសេចក្តីជំនឿនេះបានសង្គ្រោះអ្នកហើយគាត់ក៏ត្រូវបានភ្លឺភ្នែកហើយបានស្គាល់ព្រះយេស៊ូវថាជាព្រះមេស៊ីដែលគាត់រងចាំហើយធ្វើគាត់ឲ្យមានអំណរធ្វើគាត់មានជំនឿហើយគាត់ភ្លឺភ្នែកហើយគាត់បានដើរតាមព្រះអង្គអមជាមួយព្រះអង្គពេលនោះដែរលោកអ្នកបងប្អូនដែរនេះជាចំណុចមួយដែលយើងម្នាក់ត្រូវរៀនពេលដែលយើងកំពុងរស់នៅត្រូវមានជំនឿទុកចិត្តដល់ព្រះអង្គសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺយើងឲ្យបានភ្លឺភ្នែកដើម្បីមើលឃើញថាព្រះយេស៊ូវគ្រីស្ទតែមួយគត់គឺជាព្រះអង្គសង្គ្រោះនៃមនុស្សលោកដែលរងទុក្ខនិងសង្កត់ជំនួសបាបគេដើម្បីជួយសង្គ្រោះគេឲ្យរួចពីអំពើបាបហើយព្រះអង្គតែមួយគត់ដែលរស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់ហើយព្រះអង្គតែមួយគត់នេះឯងដែលអាចនឹងប្រទានជីវិតអស់កលជានិច្ចដល់មនុស្សយើងទាំងអស់ដូច្នេះហើយលោកអ្នកបងប្អូនហើយនៅថ្ងៃនេះលោកអ្នកបងប្អូនខ្ញុំជឿថានៅពេលដែលលោកអ្នកបងប្អូនទាំងអស់គ្នាបានដឹងថាជីវិតអស់កលជានិច្ចសំខាន់ព្រោះជីវិតរបស់យើងគឺអត់រស់អស់កលជានិច្ចទេនៅលើផែនដីត្រូវតែស្លាប់ហើយទៅកន្លែងដែលត្រូវរស់នៅអស់កលជានិច្ចនៅឋានសួគ៌ហើយនឹងត្រូវស្លាប់អស់កលជានិច្ចនៅឋាននរកនេះជាសេចក្តីពិតមួយនៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធអញ្ចឹងហើយលោកអ្នកបងប្អូនយើងមិនអាចពឹងលើអ្វីៗផ្សេងទៀតក្រៅពីព្រះមិនថាមនុស្សមិនថាឪពុកម្ដាយមិនថាអ្នកណាមិនថាទ្រព្យសម្បត្តិមិនថាការល្អមិនថាសិលធម៌មិនថាគុណធម៌មិនថាចិត្តសម្បោះនោះទេគឺយ៉ាងម៉េចគឺយើងមិនអាចពឹងលើអ្វីក្រៅពីពឹងលើដំណឹងល្អរបស់ព្រះយេស៊ូវគឺព្រះយេស៊ូវសគត់ជំនួសបាបអ្នកហើយ3ថ្ងៃទ្រង់រស់ឡើងវិញត្រូវមានជំនឿទុកចិត្តដល់ព្រះអង្គត្រូវប្រែចិត្តបែរមករកព្រះយេស៊ូវដោយជំនឿទុកចិត្តដល់ព្រះអង្គថាទ្រង់ហើយគឺជាព្រះអម្ចាស់និងព្រះអង្គសង្គ្រោះហើយរស់នៅដោយជំនឿទុកចិត្តដល់ព្រះអង្គរស់នៅដោយការស្រឡាញ់ព្រះអង្គរស់នៅដោយការស្ដាប់បង្គាប់ព្រះអង្គរស់នៅដោយការអរព្រគុណព្រះអង្គជានិច្ចហើយសូមឲ្យព្រះអង្គបានបំភ្លឺភ្នែកឲ្យយើងបានភ្លឺជានិច្ចហើយរស់នៅដោយអំណរដូចជាបាទីមេដែលរស់នៅដោយអំណរហើយដើរតាមព្រះអង្គហើយសរសើរដល់ការព្រះអង្គសូមព្រះបានប្រទានពរអាមែន